បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទចេញវីដេអូបន្តមួយទៀតហើយពាក់ព័ន្ធជាមួយនឹងរឿងព្រំដែនកម្ពុជាថៃបាទកាលពីរំលងអធ្រាត្រយប់ថ្ងៃទី5ខែមិថុនាឆ្នាំ2025ហ្នឹងរដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយពាក់ព័ន្ធជាមួយនឹងរឿងព្រំដែននេះអាចថាជាការឆ្លើយតបជាមួយនឹងថៃដែរព្រោះកាលពីថ្ងៃទី4ថៃបានចេញសេចក្តីថ្លែងការណ៍គឺចង់ដោះស្រាយបញ្ហាហ្នឹងតទល់ទ្វេភាគីជាមួយនឹងកម្ពុជាប៉ុន្តែសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលដែលចេញកាលពីរំលងអធ្រាត្រថ្ងៃទី5មិថុនានេះគឺបានបង្ហាញជំហរហើយថារឿងរ៉ាវនៅតំបន់ទាំង4គឺតំបន់មុំ3នៅតំបន់ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងតំបន់ប្រាសាទតាកបីនោះគឺមិនមានបញ្ចូលនៅក្នុងរបៀបវរៈនៃកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ JBC នោះទេគឺរឿងនេះបានត្រៀមដើម្បីបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិហើយដូច្នេះរឿងនឹងដកចេញមិនបញ្ចូលក្នុងរបៀបវរៈនៃកិច្ចប្រជុំនោះទេបាទហើយកម្ពុជាតាមរយៈសេចក្តីថ្លែងការណ៍ដែលចេញថ្មីនេះក៏បានបង្ហាញជំហរក្តីរំពឹងថាថៃនិងឯកភាពនៅក្នុងការបញ្ជូនសំណុំរឿងនេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិបាទនៅក្នុងនាមជាប្រទេសជិតខាងដែលល្អក្នុងនាមការកសាងនៅទំនុកចិត្តក៏ដូចជាក្នុងនាមនៅស្មារតីយុត្តិធម៌បាទហើយយ៉ាងណាក៏ដោយរដ្ឋាភិបាលបញ្ជាក់ទៀតថាបើសិនជាមិនមានការឯកភាពទេគឺកម្ពុជានឹងធ្វើកិច្ចការនឹងដោយខ្លួនឯងតែម្ដងបាទទោះបីជាថៃមិនសហការក៏ដោយអញ្ចឹងនេះគឺជាព័ត៌មានថ្មីចុងក្រោយមួយទៀតពាក់ព័ន្ធជាមួយនឹងគោលជំហររបស់រាជរដ្ឋាភិបាលដែលបង្ហាញពីឆន្ទៈនៅក្នុងការដោះស្រាយពីបញ្ហាព្រំដែនជាមួយប្រទេសថៃបាទហើយរដ្ឋាភិបាលបានបញ្ជាក់ដែរថាបើទោះបីជាបានរៀបចំពីយន្តការនៅក្នុងការបញ្ជូនសំណុំរឿងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិប៉ុន្តែកម្ពុជានៅតែបើកចំហនៅក្នុងការចរចាជាមួយនឹងភាគីថៃដដែលទេគឺជាស្ដែងដូចជាការរៀបចំកិច្ចប្រជុំនៅថ្ងៃទី14ខែមិថុនាខាងមុខនេះដែលកម្ពុជាជាម្ចាស់ផ្ទះអញ្ចឹងនៅតែរៀបចំកិច្ចប្រជុំជាមួយថៃដដែលទេគាត់ថារបៀបវរៈមិនបញ្ចូលបញ្ហា4ចំណុចដែលខ្ញុំបាននិយាយខាងដើមនោះចូលមកពិភាក្សានោះទេបាទហើយយ៉ាងណាក៏ដោយយើងរងចាំមើលបន្ថែមទៀតតើបើមានអ្វីចេញថ្មីឬក៏មានព័ត៌មានថ្មីបន្ថែមខ្ញុំនឹងជម្រាបជូនបងប្អូនអរគ្នាម្ដងទៀតបាទអញ្ចឹងវីដេអូនេះសូមខ្លីប៉ុណ្ណឹងចុះបាទអរគុណ